ខ្ញុំប្រឹងអស់ពីសមត្ថភាពហើយតែគេនៅតែក្បត់ខ្ញុំទៀតសំណួរមួយនេះគឺវាចាក់ដោតខ្លាំងណាហើយខ្ញុំចង់សួរបងប្អូនហាញ់ចេះនៅពេលដែលយើងសួរសំណួរហ្នឹងតើយើងមានបានខ្លួនឯងទេថាតើខ្ញុំប្រឹងអស់ពីសមត្ថភាពហ្នឹងបរិសុទ្ធជាស្វាមីឬក៏ភរិយារបស់ខ្ញុំហ្នឹងគេពេញចិត្តទេរាល់ការប្រឹងរបស់យើងខ្ញុំខ្លាចតែប្រឹងវាខុសអាគេហៅថាអ្វីដែលគេចង់បានមែនទេបងប្អូនពេលខ្លះអាយើងខំប្រឹងឲ្យខុសនៅអ្វីដែលគេចង់បានឧទាហរណ៍អញ្ចឹងយើងយកមកគិតទាំងអស់គ្នាឡមើលខ្ញុំប្រឹងណាស់សួរប្រឹងអីគេធ្វើការងារផ្ទះឡើងហត់ធ្វើម្ហូបដាំបាយអីគេនៅតែគេមិនពេញចិត្តនៅតែគេចង់ញ៉ាំបាយខាងក្រៅអានេះនិយាយរឿងម្ហូបវិញនិយាយរឿងប្រពន្ធចង់ឬប្រផ្សៃខាងក្រៅក៏មិនតាន់អាននិយាយខំណាស់ប៉ុន្តែយើងខំខុសគោលដៅដូចជាយើងធ្វើនៅសាឡូម្ជូរឬក៏សាឡូឆាខ្លាញ់ជៀនអីច្រើនប៉ុន្តែប្តីយើងកំពុងឡើងជាតិខ្លាញ់ជាតិអាស៊ីតអញ្ចឹងវាគួរតែមានថាគាត់ញ៉ាំបន្លែញ៉ាំអីប៉ុន្តែគ្រូសាក់ប្រពន្ធហ្នឹងគាត់អត់សូវចាប់អារម្មណ៍ធ្វើពេលខ្លះប្តីនឹងឡើងជំងឺដែលអត់ដឹងខ្លួនដោយសាររំពឹងថាចង់ញ៉ាំបាយខាងក្នុងផ្ទះតែប្រពន្ធក៏អត់ធ្វើឲ្យអញ្ចឹងសួរតែយើងខំហ្នឹងត្រូវគោលដៅអត់ទី2បរិសុទ្ធជាស្វាមីនិយាយចេះវិញបរិសុទ្ធជាស្វាមីប្រពន្ធហ្នឹងខំប្រាប់ថាបងខ្ញុំអត់ចូលចិត្តថាឲ្យបងឯងទៅណាមកណាគួរតែប្រាប់ខ្ញុំឬប្រាប់ខ្ញុំដឹងមុនព្រោះខ្ញុំត្រូវការរៀបចំបាយផ្ទះទៅណាមកណាដើរលេងមួយមិត្តភក្តិអត់ព្រមប្រាប់ឲ្យគ្នាអង្គុយចាំបាយផ្ទះពេលខ្លះប្រពន្ធខ្លះស្រឡាញ់ប្តីអត់ញ៉ាំអត់ហ៊ានញ៉ាំបាយចាំបាយប្តីស្រាប់តែពេលចាំយូរពេកទៅជាឆ្ងល់ប្តីយូរម៉េះស្រាប់តែពេលចាំយូរពេកទៅឆាតសួរប្តីទេសួរប្តីបងស្មានណាម៉ែដល់តែអូបងមិនបានទៅទេព្រោះបងកន្លែងជាប់ផឹកស៊ីមួយមិត្តភក្តិហើយចាអូនខំចាំបាយម៉ែប្រាប់ចាំស្អីទៅញ៉ាំទៅហ្នឹងឯងអាកន្លែងដែលខំណាតែខំអត់ត្រូវនៅអ្វីដែលយើងចង់បានប្តីខំធ្វើការណាតែប្រពន្ធនេះមានការអីឲ្យជួយប្រាប់ដំណឹងទៅណាមកណាឲ្យប្រាប់ឲ្យដឹងមុនផងប្រហែលថាឥឡូវ plan ថ្ងៃហ្នឹងត្រូវទៅណាអូណាថ្ងៃហ្នឹងអនឡាញកំដាំបាយធ្វើម្ហូបអនឡាញកំដាំដៃធ្វើម្ហូបអីបងព្រោះបងថ្ងៃហ្នឹងជប់លៀមកម្មវិធីដោយសាររឿងបុគ្គលិកអីចេះឬក៏មិត្តភ័ក្តិអីគាត់ជោគជ័យអីត្រូវអី congratulation គេអីណាចឹង1 2 3អីចឹងទៅចឹងអញថ្ងៃមកមិនបាច់ដាំបាយទេហេដោយសារតែរឿងអត់ចេះនិយាយគ្នាអត់មានអីអត់ចេះនិយាយគ្នាហ្នឹងហើយដែលធ្វើឲ្យយើងមានបញ្ហាដែលអត់ដឹងខ្លួនមនុស្សស្រីខ្លះអាងថាគេជាប្តីយើងហើយដូចគល់ឈើចឹងរឿងបញ្ហាគេហៅថានៅក្រែគេងជាមួយគ្នាហ្នឹងដូចគល់ឈើចឹងអាងប្តីអញហើយអញលេងរវល់ហើយពេលខ្លះបរិសុទ្ធជាស្វាមីគឺគាត់ត្រូវការឲ្យប្រពន្ធបណែបណៈខ្ញុំនិយាយខ្ញុំហ៊ាននិយាយថាបរិសុទ្ធទាំង1ទាំង2ទាំង10ទាំង100ចូលចិត្តប្រពន្ធបណែបណៈតែពេលខ្លះប្រពន្ធគាត់គិតថាគាត់ហត់នឿយនឹងការងារមើលកូននេះទេឲ្យលេខកើតចឹងទៅយើងអត់មានពេលក្នុងការដែលដោយរបៀបថាមានពេលឲ្យគ្រួសារយើងណាស្វាមីយើងណាចឹងទៅដូចគល់អស់គល់ឈើចឹងអាកន្លែងហ្នឹងមួយក៏វាជាចំណុចមួយដែលធ្វើឲ្យស្វាមីយើងគាត់ចង់ទៅរកខាងក្រៅដែរតែខ្ញុំងាកទៅលើស្វាមីវិញពេលខ្លះប្រពន្ធនៅខាងក្នុងផ្ទះធ្វើមកចប់អស់ហើយអានេះនិយាយជាភរិយាវិញតាំងពីការងារផ្ទះមើលកូនធ្វើការងារខាងក្រៅហើយបញ្ហាជាប្រពន្ធរឿងលើក្រែលើអីហ្នឹងគឺគាត់បំពេញបានល្អតែអាចិត្តលមោបកាមរបស់គាត់នៅតែចង់រកខាងក្រៅទៀតអញ្ចឹងអាកន្លែងហ្នឹងហើយដែលយើងមិនអាចចង់និយាយថាខ្ញុំចង់និយាយចេះមួយគឺខ្ញុំចង់និយាយថានៅពេលដែលមានអីដែលយើងនិយាយគ្នាហើយបងឥឡូវដល់ចំណុចនេះហើយខ្ញុំប្រាប់បងហើយថាខ្ញុំអត់ចូលចិត្តអញ្ចេះតែបងនៅតែធ្វើលើកទី1លើកទី2លើកទី3បើវានៅតែយើងនិយាយហើយនៅតែអត់គាត់អត់ព្រមកែទេនៅតែដដែលតើបងយល់ឃើញយ៉ាងណាបងចង់បន្តគ្រួសារនឹងបន្តទៅទៀតឬក៏អត់យើងសួរគាត់ត្រង់ទៅត្រង់មកអញ្ចឹងព្រោះអ្វីដែលខ្ញុំធ្វើអស់ហើយបងពេញចិត្តកន្លែងណាដែលបងមិនពេញចិត្តបងគិតថាខ្ញុំនៅខ្វះកន្លែងណាបងយកមកនិយាយមួយខ្ញុំយើងត្រូវហ៊ាននិយាយប្តីប្រពន្ធទៅមកជាមួយគ្នាអញ្ចឹងបានគ្រួសារយើងអាចបើកចំហផ្លូវចិត្តមិនមែនគុំគ្នាបងប្អូនប្តីប្រពន្ធគុំគ្នាប្រពន្ធគុំប្តីចេញទៅខាងក្រៅដើរលេងសប្បាយហឺហាអញនៅក្នុងផ្ទះអញហត់ចង់ងាប់មើលកូនចង់ងាប់អញអត់មានបាន credit អីទាំងអស់និយាយពីមានអីក៏ដោយឲ្យតែបានលុយបានកាក់អីអោបក្តាប់ទុកអត់មានឲ្យប្រពន្ធទុករឿងបញ្ហាលុយកាក់មិនបាច់ថាខាងស្រីខាងប្រុសទុកទេឥឡូវស្រួលគេមានធនាគារកងគេមួយដាក់រួមគ្នាដែរខ្ញុំក៏ដាក់រួមគ្នាដែរយកចេញយកចូលគឺយើងគ្រាន់តែប្រាប់គ្នាយើងដកបានហើយសម័យឥឡូវគឺស្រួលណាស់មានអីក៏ដោយយើងនិយាយគ្នាគុំគ្នាហើយបើឡែកតែគុំចុះគុំឡើងគុំចុះគុំឡើងសួរថាគ្រូសានៅយូរហើយបើសិនជាដល់ចំណុចមួយដល់ចំណុចចុងក្រោយដែលខ្ញុំនិយាយបើសិនជាយើងនិយាយឲ្យអស់ចិត្តគេនៅតែមិនកែ
តែយើងត្រូវសួរខ្លួនយើងផងមិនថាស្វាមីមិនថាប្រពន្ធទេខ្ញុំមកពេញចំណុចល្អផងខ្ញុំនេះឲ្យទៅភរិយាខ្ញុំគ្រប់គ្រាន់នៅអ្វីដែលគេចង់បាននៅខ្ញុំជាភរិយានេះបំពេញនៅចំណុចចង់បានរបស់ប្តីខ្ញុំគ្រប់គ្រាន់ហើយទៅនៅសួរខ្លួនឯងសិនមុននឹងដល់ចំណុចដែលយើងហៅគេមកនិយាយហើយបើយើងដឹងខ្លួនឯងថាវាគ្រប់គ្រាន់ហើយអស់យើងហៅនិយាយទៅបើសិនជាប្តីនឹងឬក៏ប្រពន្ធនឹងអត់កែទេពេលខ្លះនៅស្រីខ្លះក៏លេងលបែងខាងក្រៅឲ្យលុយប្រហែលក៏មិនចេះទុកដាក់សួរថាគេចង់នៅជាមួយយើងទេអត់ទេវាមានរឿងច្រើនណាបងប្អូនអញ្ចឹងយើងអាចបន្ទោសថាបរោះជាស្វាមីតែរោគស្រីខាងក្រៅចោលប្រពន្ធគឺបរោះណាអាក្រក់ណាស់យើងអាចបន្ទោសអញ្ចឹងទេហើយយើងក៏អាចបន្ទោសថានារីនឹងលមោបកាមទៅយកសហាយពេលដែលកំពុងមានប្តីយើងអាចដឹងទេថាតើក្នុងគ្រួសារគេនឹងគេមានរឿងអីចឹងអ្វីដែលខ្ញុំយកមកនិយាយនេះគឺទាំងអស់គ្នាគឺត្រូវតែមានការពិចារណាក្នុងនាមយើងជាមនុស្សប្រុសមនុស្សស្រីខំហើយខំធ្វើអស់សមត្ថភាពខ្លួនឯងឲ្យតើត្រូវនឹងអ្វីដែលគេចង់បានអត់កុំខៀខាំងគេកុំតាមទៅវាយមីស្រីប្រពន្ធចង់អីកុំទៅអីបើយើងវាយតែម្នាក់ស្រីហ្នឹងទោះបីយើងវាយម្នាក់ហ្នឹងបានក៏មិនប្តីយើងនេះគាត់ទៅរកស្រីផ្សេងខាងក្រៅមួយទៀតដែរកុំដាក់ទោសលើទៅប្រពន្ធចង់មួយតែយើងនិយាយថាមកតាក់ទាញប្តីអញឬក៏ស្អី1 2 3មិនបាច់ទេមិនបាច់ទៅវាយគេទេនាំទៅផ្លូវច្បាប់គេមកចាប់យើងអញ្ចឹងវាខុសអញ្ចឹងត្រូវតែក្លាហានរឹងមាំត្រៀមខ្លួនរួចជាស្រេចបើកាលណាយើងត្រៀមខ្លួនរួចជាស្រេចក៏ប្តីយើងឬប្រពន្ធយើងគាត់អត់សូវហ៊ានមួយយើងណាស់តែយើងធ្វើអីយើងអាងគេអូចាំប្តីអញចិញ្ចឹមចាំប្រពន្ធអញចិញ្ចឹមអាកន្លែងហ្នឹងឯងដែលគេអាងគេគិតថាយើងទៅណាមរួចចោលគេអញ្ចឹងកន្លែងដែលខ្ញុំចង់បើកបំពង់កញ្ចក់មួយគឺត្រូវតែមានសមត្ថភាពមានការងារច្បាស់លាស់បើថ្ងៃណាមួយប្តីយើងទៅចោលយើងឬប្រពន្ធយើងទៅចោលយើងក៏ខ្ញុំអាចចិញ្ចឹមកូនខ្ញុំបានខ្ញុំអត់មានទម្លាក់កំហុសទៅខាងបងសុភាពនារីឬខ្ញុំអត់ទម្លាក់កំហុសទៅខាងបងជាស្វាមីទេម្នាក់សុទ្ធតែហត់ណាស់តែណាស់តែខុសលើយើងមិនព្រមនិយាយគ្នាមិនទទួលស្គាល់នៅអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃសូមបងពិចារណាអរគុណ